នេះគឺជាសកម្មភាពពួកខ្ញុំដែលត្រូវឡើងមកប្រទេសកូរ៉េដើម្បីមកធ្វើការនៅប្រទេសកូរ៉េណាទាំងបងប្អូនពលករថ្មីទាំងបងប្អូនពលករចាស់ផងដែរហើយវីដេអូនេះផងដែរមានន័យច្រើនទេគ្រាន់តែចាំថតសកម្មភាពខ្លះៗដែលពួកខ្ញុំឆ្លងកាត់ពីពលានខ្មែររហូតដល់ពលានអ៊ីនឆននៅប្រទេសកូរ៉េផងដែរហើយយើងចេញពីពលានអ៊ីនឆនយើងត្រូវបន្តដំណើររហូតដល់ក្រសួងការងារដើម្បីធ្វើតេស្តសុខភាពនិយាយរួមទៅបងប្អូនទាំងអស់គ្នាធ្វើដំណើរតាំងពីយើងចេញពីផ្ទះយើងមកដល់ពលានតាំងពីម៉ោង7ចុះមកដល់ពលានណាយើងធ្វើពីក្នុងរហូតមកដល់កូរ៉េនេះគឺម៉ោង7ព្រឹកហ្នឹងហើយចេញពីពលានកូរ៉េនេះទៅដល់ក្រសួងនោះទៀតទៅរងចាំរហូតដល់ម៉ោង3បានទៅតេស្តសុខភាពហើយគេមិនឲ្យយើងហូបអីទេគេឲ្យហូបតែទឹកបាទដើម្បីបណ្ឌិតសុខភាពអូយវេទនាណាបងប្អូនអរគ្នាហើយមកធ្វើការនៅប្រទេសកូរ៉េនេះគឺមិនស្រួលទេវេទនាខ្លាំងគឺវេទនាក្នុងការឡើងមកវិញនឹងតែម្ដងត្រូវតែសុខភាពត្រូវអត់បាយត្រូវអង្គុយចាំត្រូវងងុយគេងងងុយអីបងប្អូនអរគ្នាមុខម្នាក់មុខដូចស្វាយ៉ាងលោកជូហ៊ុញតែម្ដងហើយនេះគឺខ្ញុំមកដល់ពលានកូរ៉េហើយមកដល់ពលានកន្លែងនេះក៏ត្រូវជួបជុំគ្នាតម្រង់ជួរនិយាយពីតម្រង់ជួរមកយប់ហ្នឹងមិនម៉ែអើយមិនក្រោមពី100 ដងតម្រង់ជួរហើយនេះគឺសកម្មភាពនៅលើយន្តហោះដែលអង្គុយថតលេងនោះភ្លើងបាទអើយវេទនាណាបងប្អូនយើងមិនស្រួលទេមកធ្វើការឲ្យគេមកកុំគិតថាស្រួលណាធ្វើការឲ្យគេម្ដងវេទនាណាតម្រាំបានលុយតម្រាំបានលុយពាន់ណាគេថាមកដល់កូរ៉េលុយពាន់លុយគ្រប់ទឹកណាពីនឹងគ្រាន់តែការនិយាយដែលគាត់មិនតន់បានធ្លាប់ឆ្លងកាត់មកដល់ប្រទេសកូរ៉េទេប៉ុន្តែបើសិនជាបានមកដល់ប្រទេសកូរ៉េហើយនឹងយល់ថាលុយពាន់ហ្នឹងត្រូវឆ្លងកាត់អ្វីខ្លះតម្រាំតែបានវាណាហើយកន្លែងនេះគឺកន្លែងដែលត្រូវយកវលីទៅយកខ្លួនឯងទៅឃើញវលីយើងដើរអូសទាញចេញខ្លួនឯងតែគេមិនយកឲ្យយើងទេហើយគឺយើងត្រូវតែបន្តដំណើរទៅមុខទៀតនិយាយទៅឆ្លងកាត់គ្រប់សពបែបយ៉ាងតែម្ដងនេះដើរចេញទៅក្រៅដើម្បីជិះឡានក្រុងទៅក្រសួងណាអូជិះឡានក្រុងនេះរយៈពេលប្រហែលជាកន្លះម៉ោងដែរតម្រុំទៅដល់ក្រសួងការងារម្នាក់និយាយរំទៅមើលទឹកមុខហ្នឹងទឹកមុខមើលមិនយល់ទេទឹកមុខដល់កទឹកមុខហើយនេះគឺជាម្ដងក្រសួងការងារមានជនជាតិវៀតណាមមានជនជាតិនេប៉ាល់មានជនជាតិមីយ៉ាន់ម៉ាមានជនជាតិឥណ្ឌូនេស៊ីច្រើនណាស់បងប្អូនគ្នាហើយនឹងជន